ប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលប្រទេសថៃនិងកម្ពុជាត្រូវរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្រោមវត្តមានរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំ ទីក្រុងបាងកកកំពុងបន្តផែនការលុបចោលកិច្ចព្រមព្រៀងសំខាន់ចំនួន2ដែលចងភ្ជាប់ដោយផ្លូវច្បាប់នៅកិច្ចសហប្រតិបត្តិការព្រំដែននិងការរុករករ៉ែឧស្ម័ននៅតំបន់ត្រួតស៊ីគ្នារបស់ប្រទេសទាំងពីរនៅថ្ងៃទី24ខែតុលាឆ្នាំ2025នាយករដ្ឋមន្ត្រីថៃលោកអនុទីន ឆាន់វីរៈគុលបានជួបជាមួយគណៈកម្មការរៀបចំការបោះឆ្នោតដើម្បីពិភាក្សាអំពីការធ្វើប្រជាមតិទូទាំងប្រទេសឆ្ពោះទៅរកការសម្រេចសំណើលុបចោលអនុសារណៈនៃការយោគយល់គ្នាឬ MOU លេខ43និង44ជាមួយកម្ពុជានេះបើយោងទៅតាមកាសែតថៅសូតប្រព័ន្ធផ្សព្វផ្សាយថៃបរិយាយថានេះគឺជាផ្នែកមួយនៃការកំណត់អធិបតេយ្យភាពរបស់ថៃឡើងវិញសូមបញ្ជាក់ថា MOU លេខ43ដែលបានចុះហត្ថលេខាដោយប្រទេសទាំងពីរនៅក្នុងឆ្នាំ2000គឺជាឯកសារផ្លូវច្បាប់ដ៏សំខាន់សម្រាប់កំណត់ខណ្ឌសីមាព្រំដែនរួមគ្នាដោយផ្អែកទៅលើសន្ធិសញ្ញាបារាំងសៀមនិងផែនទីខ្នាត1លើ200,000ចំណែក MOU លេខ44ដែលបានចុះហត្ថលេខានៅឆ្នាំ2001គ្របដណ្ដប់កិច្ចសហប្រតិបត្តិការរុករកប្រេងនិងឧស្ម័នរួមគ្នានៅតំបន់ត្រួតស៊ីគ្នារវាងដែនសមុទ្រកម្ពុជានិងថៃដែលអាចមានតម្លៃប្រហែល$300,000 លានក្រុមអ្នកវិភាគមើលឃើញថាអេរយាប័តរបស់ថៃបង្ហាញថាទីក្រុងបាងកកដៃម្ខាងកំពុងតែប្រើប្រាស់ការទូតនិងម្ខាងទៀតរុះរើសំណៅច្បាប់ដើម្បីការពារប្រជាប្រិយភាពនៅក្នុងស្រុកសម្រាប់ប្រទេសកម្ពុជាការលុប MOU ទាំងពីរស្មើនឹងការបាត់បង់ខែលការពារផ្នែកច្បាប់សម្រាប់ទាំងព្រំដែនគោកនិងបំណងទាញយកធនធានរ៉ែដោយសន្តិវិធីទោះយ៉ាងណាលោកបណ្ឌិតកិនភាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាមានប្រសាសន៍ថា MOU រវាងកម្ពុជានិងថៃនេះត្រូវបានចុះបញ្ជីជាមួយនឹងអង្គការសហប្រជាជាតិហើយមិនអាចត្រូវបានលុបចោលដោយឯកតោភាគីបានទេលោកលើកឡើងថាទីក្រុងភ្នំពេញអាចប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិក្នុងករណីថៃរំសាយ MOU ទាំងនេះចោលខ្ញុំរស់សុធាពី News Today NTTV